អីចង់មក surprise អ្នកគ្នាគេមកតាំងខ្ញុំមកគេមានទៅលោកគ្រូអូឃើញលោកគ្រូនៅអាមេរិកឥឡូវលោកគ្រូចេញមកដល់ខ្មែរវិញលោកគ្រូដល់ខ្មែរពងនេះពងមើលនេះដើម្បីសួរបុគ្គលិករបស់យើងរៀបចំដាក់ចូលទូនៅបាទអូមេហ្គាស៊ីហ្នឹងបងប្អូនយើងមួយចំនួនគាត់បារម្ភពីអូមេហ្គាស៊ីខ្លាំងខ្លាយចាហ្នឹងហើយលោកគ្រូតាមពិតយើងក៏ពាក្យខ្លាំងខ្លាយវាមិនត្រូវព្រោះថាគាត់ថាគាត់យកមកពីខាងវៀតណាមមកអញ្ចឹងណាចឹងកំពុងឆ្ងល់ថាមកពីវៀតណាមហ្នឹងវាខុសគ្នាមិនចាលោកគ្រូថងហ្នឹងខ្ញុំមានចង្អល់មួយចង់ឲ្យលោកគ្រូជួយបកស្រាយចាឲ្យខ្ញុំដែលជួបភ្ញៀវច្រើនគាត់ថាតម្លៃអូមេហ្គា3ហ្នឹងវាទៀបមែនតើទៀបជាងតម្លៃដែរពួកយើងនាំចូលមកទៀតហើយតាមតែលោកគ្រូយកមកក្រុមហ៊ុនហ្នឹងតែតម្លៃដែលគេលក់ចេញវាទៀបជាងហ្នឹងទៀតអញ្ចឹងហ្នឹងមិនទៅលោកគ្រូជួយបកស្រាយហ្នឹងនិយាយចំទៅយើងពិបាកព្រោះទីផ្សារសេរីអញ្ចឹងពាក្យថាទីផ្សារសេរីនរណាក៏អាចធ្វើទីផ្សារបានដែរហើយសូម្បីតែអាមេរិកក៏ដូចគ្នាដែរបាទលោកគ្រូនៅអាមេរិកក៏ដូចគ្នាបែបផ្សាយមួយចំនួនបើសិនជាយើងទិញផលិតផលពេលខ្លះខ្ញុំថាវីតាមីនមួយចាស់វីតាមីនមួយនេះចាស់ចឹងណាតម្លៃដូចគ្នាតែចំនួនគាត់ខុសគ្នាអ្នកខ្លះហ្នឹងមិនបានទៅតម្លៃនេះមិនបានលក់ប៉ុណ្ណេះអានេះមិនលក់ប៉ុណ្ណេះតែចំនួនគាត់មានខ្លះ180ខ្លះ60ខ្លះ30ចឹងបើសិនជាយើងទិញវីតាមីនខ្លះយើងចង់បានតម្លៃធូរថ្លៃយើងបានរបស់ដែលមិនដូចបំណងតែគាត់ថានៅស្រុកគេគេថាភាពខ្លាញ់បន្លំម៉ាកហ្នឹងគឺវាមានចំនួនតិចតែនៅយើងក្នុងពេលមួយរយៈនេះយើងមិនថាគាត់ខ្លាញ់បន្លំម៉ាកតែគាត់ថាយើងមើលឃើញភាពមិនប្រក្រតីនៃតម្លៃអញ្ចឹងនៅអាមេរិកក្នុងឥឡូវនេះចូល50រៀលជាងតែសម្រាប់យើងផ្សារគឺលក់តែ40មាន40 45លោកគ្រូមានភៀវខ្លះគាត់ថាគាត់ទិញតែ39ទៀតហ្នឹងហើយបើសិនយើងទិញច្រើនតែ$39អញ្ចឹងពួកឆ្ងល់ថាតើពួកគាត់បានមកពីណាហើយបើសិនមែនតើបើសិនលោកគ្រូបើសិនជាមានរបស់ដែលធូរថ្លៃយើងចង់ទិញរបស់ដែលធូរថ្លៃមកលក់ដូចគេដូចឯងតែគុណភាពវាខុសគ្នាអានេះយើងយកមកផ្ទាល់ពីក្រុមហ៊ុនផ្ទាល់តម្លៃប៉ុណ្ណឹងហើយពួកគាត់យកមកពីណាហើយបើសិនជាយើងនិយាយទៅចេះវិញគេលក់បែបណាជារឿងរបស់គេអញ្ចឹងណាយើងអាចទៅហាមគាត់គេបានទេតែសម្រាប់យើងសូមធ្វើយ៉ាងម៉េចគោរពលើក្រមសីលធម៌វិជ្ជាជីវៈព្រោះឯក្រមសីលធម៌វិជ្ជាជីវៈទៅទាំងទេអញ្ចឹងរាល់ថ្ងៃគេគោរពគេស្រឡាញ់ដោយសារតែភាពត្រឹមត្រូវរបស់គាត់ដោយសារតែភាពប្រកាសថាជាមនុស្សម្នាក់ដែលមានការចេះដឹងបូកជាមួយនឹងក្រមសីលធម៌ហើយនឹងគេថាគុណធម៌របស់គាត់អញ្ចឹងយើងជាកូនរក្សាប៉ុណ្ណឹងបន្តទៅទៀតយើងមិនបានធ្វើអីឲ្យលើសពីហ្នឹងក៏ត្រូវរក្សាអ្វីដែលជាគេតម្លៃរបស់គាត់ដែរអញ្ចឹងអ្នកគ្រូធ្វើម៉េចរក្សាគុណធម៌អញ្ចឹងក្រុមហ៊ុនដាក់តម្លៃប៉ុណ្ណាយើងលក់ចេញប៉ុណ្ណឹងអញ្ចឹងណាយើងមិនធ្វើអីឲ្យខុសទេហើយសំខាន់បំផុតបងប្អូនគាត់ចង់បានតម្លៃទូថ្លៃអាហ្នឹងយើងដឹងអាហ្នឹងជារឿងរបស់គាត់ព្រោះទីផ្សារសេរីអញ្ចឹងយើងអាចទៅហាមគាត់បានទេតែបើសិនបងប្អូនចង់បានរបស់ល្អរបស់សុទ្ធហើយចេញពីក្រុមហ៊ុនផ្ទាល់គឺមកទីនេះបាននេះសុទ្ធតាមខ្ញុំសំខាន់បានពិភាក្សាជាមួយលោកគ្រូប៉ែតដែលគាត់មានឯកទេសហើយមានជំនាញច្រើនឆ្នាំទៀតមែនលោកគ្រូហ្នឹងហើយដូចជាមិនអីប៉ុនដូចមិនសើមួយថ្ងៃមួយមកដល់តៃវ៉ាន់មានភ្ញៀវគាត់ទៅឆាន់មកដល់ពេលដែលយើងឆ្លងដល់ពលានយើងរងចាំដូរជើងយន្តហោះហ្នឹងក៏រយៈពេលប្រហែលជា3ម៉ោងអញ្ចឹងយើងបើកទូរស័ព្ទទៅដោយសារមានសេវាអ៊ីនធឺណិតយើងក៏មានការឆ្លើយតបមួយភ្ញៀវដែលគាត់សួរពីសុខភាពពីអីហ្នឹងទៅគាត់មានបញ្ហាសុខភាពយើងរៀបរៀងការឆ្លើយតបជូនគាត់ព្រួយចំណេះមួយនេះយើងកាន់តែនិយាយយើងកាន់តែប្រើយើងកាន់តែចែករំលែកយើងកាន់តែរីកអញ្ចឹងវាមិនហត់នឿយព្រោះការងារដែលយើងស្រឡាញ់អញ្ចឹងបងប្អូនឆ្ងល់អាចចូលក្នុង page មកអាចចូលក្នុងផ្ទាល់ Telegram របស់ខ្ញុំក៏បានបាទហើយជាមួយអ្នកគ្រូក៏បានបាទព្រោះនៅសុខេម៉ានេះអ្នកគ្រូគាត់ជាគ្រូពេទ្យនៅទីនេះគាត់មើលការខុសត្រូវនៅ pharmacy អញ្ចឹងបងប្អូនអាចតាក់ទងមកគាត់បានចុះលោកគ្រូខ្ញុំមានមួយទៀតលោកគ្រូទឹកតែចោះយន្តហោះមកមួយអ្នកគ្រូហើយធ្វើដំណើរឆ្ងាយមានការហត់នឿយច្រើនហើយខ្ញុំសង្កេតឃើញថាលោកគ្រូមកដល់វិញគឺចូលធ្វើការភ្លាមហ្មងមានន័យថាលោកគ្រូ power ពេញហ្មងជីវពេញហ្មងចាបើនិយាយពី power ពីការថែទាំសុខភាពបន្ថែមមែនលោកគ្រូពីរឿង power នេះវីតាមីននេះគឺជាកម្លាំងចិត្តគឺញ៉ាំច្រើនចាសម្គាល់ឃើញថាទី1យើងធ្វើដំណើរអត់កម្លាំងទេយើងញ៉ាំអូមេហ្គាជាប់ហ្នឹងថ្ងៃយើងញ៉ាំចូលប្រហែលជា4ទៅ6គ្រាប់ក្នុងមួយថ្ងៃហើយមួយទៀតកាត់បន្ថយភាព stress របស់យើងនេះបាទហើយនឹងនេះFigret នេះវាមិនត្រឹមតែទៅជួយការពារកោសិការាងកាយរបស់យើងការពារជំងឺទេតែវាធ្វើឲ្យយើងមានធម៌ពលបានន័យថាសាច់ដុំហើយនឹងកាត់បន្ថយ stress នេះកាត់បន្ថយ stress អញ្ចឹងបងប្អូនត្រូវការជួយសុខភាពរបស់យើងហើយកម្លាំងរបស់យើងសុខភាពផ្លូវកាយក៏ចិត្តបូកនឹងសុខភាពសរសៃឈាមបាទ Figret ហើយនេះខ្ញុំញ៉ាំច្រើនមួយថ្ងៃចូលប្រហែលជា2 3កញ្ចប់ថ្ងៃខ្លះ4កញ្ចប់មួយថ្ងៃ4កញ្ចប់ព្រោះនៅនោះនេះវាខុសគ្នាដោយសារខុសម៉ោងទៀតម៉ោងគ្នាហើយម៉ោងដែលបងប្អូននេះគឺស្មានហ្នឹងបាទថាបងប្អូនពេលថ្ងៃត្រង់ម៉ោង8ម៉ោង9ម៉ោង10ថ្ងៃត្រង់អញ្ចឹងបាទនោះពេលយប់ហើយម៉ោង3ម៉ោង4គាត់នៅពេលល្ងាចតែនៅនោះពាក់រាទៀតអញ្ចឹងនៅតែអង្គុយធ្វើការមួយគាត់អញ្ចឹងបានជួយនេះមែនទេអញ្ចឹងបងប្អូនស្រឡាញ់សុខភាពការពារសុខភាពតាក់ទងនឹងអារម្មណ៍តាក់ទងជាមួយបីចង់ឲ្យសុខភាពល្អយូរវែងគឺ Figret ហើយជាមួយវីតាមីនទាំងអស់នេះបាទចាអរគុណច្រើនអូខេអរគុណច្រើន